រដងទៅស្រុកជាមួយដៃគូដៃកង់ថ្ងៃនេះខ្ញុំនឹងជិះទៅម្នាក់ឯង Hello ក៏ដូចជាសួស្តីស្វាគមន៍មកកាន់វីដេអូធ្វើដំណើរទៅលេងស្រុកកំណើតរបស់នាងខ្ញុំរយៈពេលកន្លះខែទៅស្រុកកំណើតរដងគឺខ្ញុំជិះតាមម៉ូតូទេហើយខ្ញុំទៅ2នាក់ប៉ុន្តែវីដេអូជើងនេះខ្ញុំទៅលេងស្រុកតែម្នាក់ឯងទេចំនួនកន្លះខែទៅលេងស្រុកកំណើតជើងនេះរៀងបានយូរបន្តិចរយៈពេលកន្លះខែបន្ទាប់ពីសម្រាប់ពីការងារមួយរយៈហើយឡានតាក់ស៊ីដែលខ្ញុំជិះនេះគឺខ្ញុំជិះឡានតាក់ស៊ីគាត់រស់នៅក្នុងភូមិនឹងដែរទេគាត់រត់ចុះឡើងពេញពោធិ៍សាត់ចឹងណាហើយកលេចមកទេសភាពវិញគឺស្អាតខ្លាំងមែនតែនពណ៌បៃតងខៀវស្ងាត់ស្រែស្រូវដោយសារតែខែនេះគឺជាខែវស្សាឥឡូវកាត់មកដល់ស្រុកកំណែតហើយក៏បានទេទៅក្មួយឲ្យគាត់មកយកនៅកន្លែងស្ពានយោចឹងណាព្រោះដោយសារនៅជិតផ្ទះខ្ញុំហ្នឹងគឺមានស្ពានយោចឹងឲ្យគាត់ជិះមកយកដោយសារតែមានអីវ៉ាន់ច្រើនលើកនេះទៅរៀងយូរថ្ងៃចឹងខ្ញុំដាក់អីវ៉ាន់រៀងច្រើនចឹងណាគ្រាន់តែចុះពីលើឡានភ្លាមឡើងម៉ូតូអ្នកភូមិខ្ញុំក៏សួរសុខទុក្ខថាមានឆ្លក់ទឹកម៉ាស៊ីននៅពេញអត់ខ្ញុំក៏ថាអត់តន់បានឆ្លក់ទេអ្នកភូមិខ្ញុំណារុះរាយឲ្យតែឃើញគ្នាគឺអត់ដែរភ្លេចគ្នាទេសួរសួរលេខសួរកាត់ដាក់ចែកជុំគ្នាមួយកេះ2នាក់អីចឹងណាទីកន្លែងដែលកក់ក្ដៅនេះទោះបីយើងបាត់ទូរស័ព្ទយ៉ាងណាយើងក៏យើងនៅតែញញឹមហើយយើងនឹងបោះឈានជើងទៅមុខទៀតអត់ជើងអត់ដឹងនេះថាមិនលឿនថាអត់នឹកម៉ាត់ Hello មកថាគ្រាន់តែមកដល់ផ្ទះភ្លាមមកតបានដាក់កាបូបផងមានអ្នករត់មកទទួលស្វាគមន៍បាទហើយអ្នករត់មកទទួលស្វាគមន៍មានអ្នកណាទេគឺក្មួយខ្ញុំនឹងឯងប៉ុន្តែពួកគាត់ហៅខ្ញុំម៉ែអញ្ចឹងណាដើរទៅខាងក្រោយផ្ទះហ្នឹងឃើញក្មួយមួយទៀតហ្នឹងគេដឹកគោចូលក្រោលហើយកលេចមកខាងក្នុងចក្រានបាយវិញឃើញម៉ែកំពុងតែធ្វើម្ហូបថ្ងៃហ្នឹងគាត់ធ្វើញ៉ាំខ្ចៅជាមួយនឹងពងក្រងឲ្យហូបដែរថ្ងៃហ្នឹងហើយសម្រាប់ខ្ចៅមកពេលនេះដែរខ្ញុំសូម shout out ទៅបងស្រីខ្ញុំឮថាប្អូនមកផ្ទះចង់ហូបខ្ចៅសុខចិត្តឌុបកូនទៅរាវនៅរៀងឆ្ងាយពីផ្ទះដែរនៅខាងកញ្ចោពីផ្ទះខ្ញុំទៅកញ្ចោហ្នឹងរៀងឆ្ងាយដែរបងប្អូនណាខ្លះដូចខ្ញុំនៅពេលដែលបានមកដល់ស្រុកកណ្ដាលភ្លាមអាភាព stress ភាពនឿយហត់ពិបាកចិត្តផ្សេងហ្នឹងគឺបាត់ឯងហ្មងនៅពេលដែលបានមកដល់កាន់ទឹកដីកណ្ដាលខ្លួនឯងអញ្ចឹងណាវាហាក់បីដូចជាអាសត់មួយដែលអាចជួយព្យាបាលផ្លូវចិត្តយើងបានមួយរយៈពេលដ៏ខ្លីដែរឥឡូវមកកលេចមើលកាយរបស់ខ្ញុំវិញហ្នឹងគេធ្វើជាកាយរបស់ខ្ញុំដោយសារតែខ្ញុំខានមកផ្ទះរៀងយូរដែរឥឡូវគេនាំខ្ញុំមកណែនាំថាអូខាងក្រោយផ្ទះមានអីគេដាំអីគេខ្លះកន្លែងព្រោះស្រូវដែលបងប្អូនបានឃើញនេះពីមុនមកគឺម៉ែខ្ញុំគាត់ដាំក្រូចឆ្មាប៉ុន្តែដោយសារតែវាងាប់អញ្ចឹងយើងឲ្យអត្រាព្យួរចេញយើងត្រៀមដាំក្រូចឆ្មាឡើងវិញប៉ុន្តែខែនេះខែវស្សាយើងដាំអត់កើតទេរងចាំខែប្រាំងបងប្អូនបានវាអត់លិចទឹកឥឡូវក៏លេខមកមើលក្រូចបងស្រីខ្ញុំវិញក្រូចពោធិ៍សាត់ណាផ្លែច្រើនមែនតើដល់ថ្នាក់ផ្លែឡើងងាប់ដើមឆ្នាំនេះបងខ្ញុំគេទទួលផលរៀងក្រែដែរអញ្ចឹងណាទាំងមុខចំហៀងខាងក្រោយក្រូចគេឆ្នាំនេះផ្លែសឹងតែគ្រប់ដែរសម្រាប់ដីខ្ញុំគឺអត់ទាន់ទទួលបានផលទេដោយសារតែដីថ្មីទើបតែដាំម៉ែក៏ដាំក្រូចឲ្យដែរប៉ុន្តែប្រហែលជាឆ្នាំក្រោយបានប្រមូលផលដែរសម្រាប់បងដែលគាត់ចង់ទិញក្រូចពោធិ៍សាត់ឬក៏ក្រូចថ្លុងអាចកម្មង់ពីបងស្រីខ្ញុំបានហើយវីដេអូរបស់ខ្ញុំថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការតាមដានវីដេអូតាំងពីដើមរហូតដល់ចប់ហើយកុំភ្លេចតាមដាននៅវីដេអូបន្តទៀតណាបាយបាយ